ខ្ញុំចង់មកចែករំលែកពីអាការៈកូនខ្ញុំដែលគាត់បានកើតជំងឺស្អូតរយៈពេលមួយអាទិត្យថ្ងៃដំបូងហ្នឹងរៀបយកគាត់ទៅងូតទឹកដល់ពេលស្ទាបខ្លួនគាត់ទៅឃើញក្តៅយកប្រដាប់មកវាស់ក្តៅគាត់ពេលខ្លះឡើងចិត្តដល់39ហើយខ្ញុំក៏បញ្ច្រកថ្នាំបញ្ចុះកម្ដៅហើយជូតខ្លួនជូតអីគាត់ទៅប៉ុន្តែគាត់ត្រជាក់បានតែ2-3ម៉ោងឯងហើយចាប់ផ្ដើមឡើងក្តៅមកវិញហើយថ្ងៃទី2គាត់នៅតែក្តៅខ្លួនខ្លាំងតែប៉ុន្តែខ្ញុំចាប់អារម្មណ៍នៅលើខ្លួនគាត់មានស្នាមអុចតិចនៅលើខ្នងដំបូងខ្ញុំគិតថាគាត់ឡើងលមាស់ឬក៏រោលអីនៅលើខ្លួនខ្ញុំក៏យកគាត់ទៅងូតទឹកហើយលាបគ្រីមបាត់លមាស់អីគាត់ពេលហ្នឹងប៉ាវិភូគិតថាកូនអាចកើតជំងឺស្អូតដោយសារតែឃើញមានស្នាមកន្ទុយក្រហមនៅលើខ្លួនហើយមួយទៀតក៏គិតថាគាត់អាចកើតជំងឺគ្រុនឈាមដែរដោយសារតែគាត់អាសាទៅលេងស្មៅនៅមុខផ្ទះហើយខ្ញុំក៏បានយកគាត់ទៅពេទ្យជួសឈាមមើលដែរលទ្ធផលចេញមកគឺវិភូគាត់អត់បានកើតអីទេមកដល់ថ្ងៃទី4ណាខ្លួនគាត់ចាប់ផ្ដើមចុះត្រជាក់លែងក្តៅហើយប៉ុន្តែមុខគាត់ចាប់ផ្ដើមឡើងអុចពេញមុខទៅបីតែនៅលើខ្នងគាត់ទ្រូងគាត់អីហ្នឹងក៏ចាប់ផ្ដើមឡើងក្រហមទាំងផ្ទាំងដែរដោយសារតែជំងឺស្អូតនេះវាជាប្រភេទវីរុសអញ្ចឹងទៅវាអត់មានថ្នាំព្យាបាលទេយើងមានតែមើលតាមអាការៈកូនជាក់ស្ដែងហើយដោយសារតែវិភូគាត់ក៏បានចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលជំងឺស្អូតតាំងពីតូចដែរអញ្ចឹងទៅនៅពេលដែលគាត់កើតក៏អត់ធ្វើឲ្យគាត់ឡើងខ្លាំងពេកដែរហើយវិធីដែលខ្ញុំព្យាបាលវិភូនៅផ្ទះខ្ញុំឲ្យគាត់លេបថ្នាំបញ្ចុះកម្ដៅ5-6ម៉ោងម្ដងអញ្ចឹងទៅហើយបើអាចក៏បន្ថែមវីតាមីន A ឲ្យគាត់ទៀតទៅដើម្បីការពារភ្នែកប៉ុន្តែកូនខ្ញុំជាក់ស្ដែងអត់ឃើញគាត់ក្រហមភ្នែកអីខ្លាំងដែរហើយមួយទៀតតាក់ទងមួយរបបអាហារដោយសារតែវិភូគាត់នៅលេងធម្មតាគាត់អត់មានស្តិអត់មានអីទេប៉ុន្តែក៏គាត់អត់សូវចង់ញ៉ាំតែខ្ញុំក៏នៅព្យាយាមឲ្យគាត់ញ៉ាំញ៉ាំផ្លែឈើញ៉ាំនំអីចឹងទៅដើម្បីកុំឲ្យគាត់អស់កម្លាំងហើយខ្ញុំក៏អាសាយកកូនទៅងូតទឹកមួយទឹកក្តៅអ៊ុនៗដើម្បីឲ្យស្បែកគាត់ស្អាតហើយក៏ជួយកាត់បន្ថយការលមាស់នៅលើខ្លួនគាត់ដែរមិនតមងូតទឹកតមអីដូចសម័យមុនទេណាហើយក៏មិនយកកូនទៅត្រាំទឹកកក្រិចទឹកចលែនអីដូចចាស់សម័យមុនដែរអាហ្នឹងមានតែធ្វើឲ្យកូនយើងឆ្លងមេរោគចូលស្បែកថែមទៀតអញ្ចឹងយើងត្រូវចាំបាច់អនាម័យខ្លួនកូនខ្លាំងមែនតើដើម្បីកុំឲ្យគាត់ឆ្លងជំងឺផ្សេងទៀតពេលយប់គាត់លមាស់ខ្លួនគេងក៏អត់សូវបានណាសូម្បីតែមុំដោះគោក៏គាត់មុំអត់សូវបានដែរមុំសពេញចូលមកដល់ថ្ងៃទី6ទី7នេះមុខគាត់អីចាប់ផ្ដើមធូរហើយវារាដេញទៅចុងដៃចុងជើងម្ដងហើយខ្នងគាត់អីក៏អត់ដែរអញ្ចឹងប្រហែលស្អែកខាងស្អែកអីហ្នឹងអាចនឹងចេញផុតពីខ្លួនគាត់ហើយ